នីនយោបាយឆ្នះឆ្នះរបស់សម្ដេចហ៊ុនសែននៅក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជាតែឥឡូវកុំឲ្យខាត់ពេលយូរយើងទៅមើលចម្លើយទាំងអស់គ្នាចម្លើយពលនាពីគោលនយោបាយឆ្នះឆ្នះរបស់សម្ដេចហ៊ុនសែននៅក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជាវិស័យនយោបាយទី1នៅឆ្នាំ1998សមមហន្តរកម្មកងទ័ពខ្មែរក្រហមជាមួយនឹងកងទ័ពរដ្ឋាភិបាលធ្វើឲ្យកងកម្លាំងមានការឯកភាពគ្នាដើម្បីស្ដារប្រទេសនិងកសាងប្រទេសទី2ក្រោយពីដកកម្លាំងខ្មែរក្រហមដួលរលំនៅតាមតំបន់ព្រំដែនមានសុវត្ថិភាពនិងមានការអភិវឌ្ឍទី3កំទេចអង្គការចាត់តាំងរបស់ខ្មែរក្រហមទី4មេត្តាភូមិនិវត្តរបស់ជនភៀសខ្លួនតាមព្រំដែនទី5មានការបែងចែកដីធ្លីកាន់កាប់ជាកម្មសិទ្ធិដល់បងប្អូនជនភៀសខ្លួនដែលជាអតីតខ្មែរក្រហមនិងចុងក្រោយបងប្អូនខ្មែរក្រហមសន្ទុះបងប្អូនក្រហមត្រូវបានផ្ដល់នាទីនិងបុណ្យស័ក្តិដល់បងប្អូនដែលធ្លាប់មានពីមុនអូខេហើយវិស័យសង្គមទី1នៅឆ្នាំ1998មកដល់បច្ចុប្បន្នប្រទេសកម្ពុជាមានសុវត្ថិភាពនិងសន្តិភាពពេញលេញទី2ធ្វើឲ្យមានឯកភាពជាតិការបង្រួបបង្រួមជាតិទី3ធ្វើឲ្យមានសមិទ្ធផលជាច្រើនបានកើតឡើងដូចជាទី1សាលារៀនពីមន្ត្រីដល់សាកលវិទ្យាល័យទី2មន្ទីរពេទ្យផ្លូវថ្នល់ស្ពានអាកាសប្រព័ន្ធធារាសាស្ត្រជាពិសេសសេដ្ឋកិច្ចមានការរីកចម្រើននិយាយរួមគឺមានការរីកចម្រើនគ្រប់វិស័យសេដ្ឋកិច្ចទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិជាមួយនឹងអាស៊ាននិងមហាអំណាចពិភពលោកធំវិស័យអប់រំបណ្ដុះបណ្ដាលធនធានមនុស្សធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំពីបឋមដល់ឧត្តមសិក្សា